នេះខ្ញុំនៅនិយាយអំពីរបៀបយើងលេង style ODX ណាតាំង icon ដូច version 26ហ្នឹងឯងសម្រាប់បងប្អូននេះចង់ចេះឬក៏មិនទាន់ចេះអាច save និង share វីដេអូនេះទុកមើលបានហ្នឹងឯងអញ្ចឹងយើងអាចតាំងជា icon ដូច Android ក៏បាន iOS 26ដូចវីដេអូខ្ញុំកំពុងបង្ហាញនេះក៏បានហើយនឹងយើងអូសតែដល់ទៅ style យើងមានសេរីច្រើនហើយរបៀបលេងគឺលេងច្រើនហើយនឹងយើងដាក់ភាគរយថ្មហ្នឹងហើយបងប្អូនដែលចេះហើយមាន link download style អីផ្លែកកុំភ្លេចតម្លាក់ចូល comment ខាងក្រោមវីដេអូនេះមកដើម្បីចែកគ្នាហ្នឹងឯងអញ្ចឹងជាដំបូងដៃយើងត្រូវមានកម្មវិធី Draw Store មកណាអញ្ចឹងទូរស័ព្ទនេះតម្លើងរួចហើយអញ្ចឹងខ្ញុំបិទទុកខ្ញុំយកទូរស័ព្ទថ្មីយកមកតម្លើងហ្នឹងឯងចឹងជាដំបូងដៃយើងត្រូវមានកម្មវិធី Draw Store ហើយកុំសួរថាកម្មវិធី Draw Store តម្លើងមិនបងអីមិនបងចឹងរបៀបតម្លើងកម្មវិធី Draw Store មាននៅក្នុង TikTok របស់ខ្ញុំណាហ្នឹងហើយអាចចុចលើ profile ឲ្យអូមើលបានណារបៀបតម្លើងហើយនឹងកម្មវិធី Jailbreak ណានេះកម្មវិធី Jailbreak ដូចវីដេអូខ្ញុំធ្លាប់និយាយវីដេអូមុនចឹងបងប្អូនមួយចំនួនអីស្គាល់តែកម្មវិធី Cydia កម្មវិធី Silo ឯងប៉ុន្តែអត់ស្គាល់កម្មវិធី Jailbreak ហ្នឹងហើយអញ្ចឹងត្រូវមានកម្មវិធី Jailbreak ហើយកម្មវិធីយកមកពីណាអញ្ចឹងអាចវាយឈ្មោះ search យកក្នុង Google ក៏បានតែបើថាមាន Telegram អាចចូលក្នុង channel Telegram ខ្ញុំបាននេះយើងចូល Telegram ហើយវាយពាក្យ search មកវាយសញ្ញា add តាមខ្ញុំមកញ៉ា add M A G I S K P H O N E ណាវាយឈ្មោះប៉ុណ្ណឹងនៅក្នុងកន្លែង search ក្នុង Telegram នឹងចេញមកនេះអានេះលើនេះ group បញ្ញហ្នឹងហើយអានេះ channel Telegram របស់ខ្ញុំអញ្ចឹងគ្រាន់តែចុចលើឈ្មោះ channel ហ្នឹងមកនឹងចូលមកដល់នេះហើយអញ្ចឹងចូលមកដល់នេះដើម្បីរក file បានយើង scroll អញ្ចឹងវាអាចនឹងយូរខ្ញុំបោះលក់ទូរស័ព្ទព្រោះអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាចយូរអញ្ចឹងបងប្អូនទាំងអស់គ្នាចុចកន្លែងពាក្យ VPN member ចុចកន្លែងហ្នឹងមកតមក scroll ឡើងពាក្យ file ណាអូមកនេះអូមកតិចមកអូខមតិចមកឃើញនេះកម្មវិធី Jailbreak ណាអញ្ចឹងសកត់ពីលើមកបើថាចង់មើលច្បាស់ចុចពីលើចុចយករូបភ្នែកនេះឃើញកម្មវិធី Jailbreak ខ្ញុំសរសេរបញ្ជាក់ណាហ្នឹងហើយអញ្ចឹងចុចលើ download ឲ្យពេញហើយចុច share រកកន្លែង share ចូលទៅកម្មវិធី Draw Store មកតម្លើងវាចេញមកក្រៅបានហើយតោះឥឡូវយើងមកចាប់ផ្ដើមមកមើលពីរបៀប Jailbreak អញ្ចឹងយើងគ្រាន់តែចុចចូលកម្មវិធី Jailbreak មកចុចលើពាក្យកំតាន់សំទោសច្រឡំចឹងចុចលើកម្មវិធី Jailbreak ណាចុចកន្លែង setting នេះបើកន្លែង i download developer មួយមកហ្នឹងហើយតោះមកចុចលើពាក្យ Jailbreak តោះមកចុចយក Silo ហើយនេះមិនបាច់ទេហ្នឹងហើយយើងចុច continue ទៅមុខចឹងកន្លែងនេះយើងរងចាំតិចហើយត្រូវបើកអ៊ីនធឺណិតដែរហើយបើសួរថាបងរបៀបតម្លើងហ្នឹងតម្លើងបានទូរស័ព្ទអីខ្លះទូរស័ព្ទជាប់ bypass តម្លើងបានដែរអត់ជាប់ ID ប្រើបានតម្លើងបានដែរអត់តម្លើងបានធម្មតាអត់មានបញ្ហាទេណាកន្លែងនេះយើងវាយលេខ1ណាចុច search ហើយហ្នឹងកន្លែងហ្នឹងទូរស័ព្ទវានឹង reboot តពីវា allot ចឹងហើយវានឹងបើកឡើងវិញណាអូខេវាបើកឡើងវិញវានឹងចេញកម្មវិធី Silo មួយណាអញ្ចឹងបើសិនវាអត់ទាន់ចេញទេកាលណាវាអត់មានចេញណាបើកមកវាចេញអញ្ចឹងអត់ទាន់ចេញកម្មវិធី Silo មកណាយើងអាចចុចកន្លែងកម្មវិធី Jailbreak ហើយយើងចុចកន្លែង setting ហើយយើងចុចកន្លែងនេះ reinstall pack manager នេះស្អីគេនេះហ្នឹងហើយចាហ្នឹងវានឹងចេញកម្មវិធី Silo មកអញ្ចឹងយើងចូលទៅកាន់កម្មវិធី Silo ចុច hello ចុចតួអញ្ចឹងយើងមកដល់ផ្ទាំងកន្លែងនេះណាចាំដល់ផ្ទាំងនេះហ្នឹងអញ្ចឹងមើលឡើងរូបផែនដែរឡើងពាក្យសោះណាចុចកន្លែងហ្នឹងមកអញ្ចឹងយើងត្រូវការ link អូខេអញ្ចឹង link មាននៅក្នុង channel Telegram ខ្ញុំដដែលតែរបៀប add link ហ្នឹងយើងចុចសញ្ញាបូកមកហើយ copy link ពី channel Telegram នេះយកមកផាសកន្លែងហ្នឹងមកគឺដាក់បានហើយណាឬក៏ឆាតខ្ញុំផ្ទាល់ចាំខ្ញុំដាក់ផ្សាយឲ្យហើយចុចកន្លែង add សោះមកគឺវាចូល
chẳng dương cho cái lại search cái lại dương search ní chẳng dương trong sẽ tam dòng á này sẽ tam dòng tầng đó chẳng cái lại nó muốn search khởi như thử miền liên đã này ad sao chẳng lại ad đã ad sao nó cứ dòng cạnh vào đây video này chẳng chập nam sẽ tam dòng đó sao phí có y nè đọt lọt là nãy chừng mình ở đó đang chơi kẹt chân mùi máu tầm đó dân bài so xí quái chẳng hạn pi nó vô mùi năng bạn lỡ này chơi kẹt tiết chơi kẹt đó bàn pi ấy chẳng bài so ế ấm phi chẳng ồ năng đó này vô kẹt mùi tiết kẹt ế ấm phi tầm đó dân bài so ấy SN O SNO này trong mờ xó nè sẽ nắng vô kẹt mi tiếp kẹt hai vài xó G E S chẳng má chẳng nóng bàn mùi tiết á bàn mùi tiết hay chẳng vài xó C A chẳng chạy kẹt má này vài dân C A sẽ kẹt tiết chẳng vài design D E S chẳng má chạy kẹt chẳng mơ video đó gặp lấy chơi report nè mối quá này đi hái cho chờ ấy đấy nè lấy cái này mới sắp mơ xong mà bùng bảy khóc cho luôn này khi tầm toán là chạy lại sơi ra tiết vài một hay của mùi nè OS một hay của mùi đã team chỉ kẹt bản năng máu hay chạy lại đi máu chạy không phóng chẳng rong chạm việc download được pin mất này là anh error cho refresh việc download được pin mà để pin nhé chẳng bắt đầu bị pin chẳng rong chạm tích việc download bị reboot chẳng chạy reboot device mà rồi đó chẳng dựng bàn style yên máu nè chẳng dương chập đam từ bốn đáy dương bạc ODX dương bạc ODX má nè chẳng mơ lại đài nhầm chẳng ó ODX check enable trở lại SB bạc lại như muối bạc lại như muối nè check thói hay check thói hai nhưng đại icon đặt từ buộc màu để em mà pay vào muối nè check enable check apply để phần năng hái check thói chẳng chương bạc phi rồi thầm mò chẳng muốn bạc phi rồi thầm mò check lại như muối check buộc lại như muối vô tùm hùng lấy đập muối quá nè giờ lấy đập muối tầm mắt giờ check bạc là ODX bán đó hay phi rồi thầm mò là cái này là phi rồi thầm mò là cái chẳng là ô nè so nắng dương check lại nè C3 nè chẳng style dương cho tam năng thấy dương ô mơ anh ấy vào anh ấy zoom dương cho mơ tam năng đó này về lâu mình chán anh ấy khởi lo chẳng bị chỉnh po nhá nhà nắng lại sợi vì khởi chỉnh po nhá chẳng lại ní lại profile icon nè vậy vì chỉnh tiền chẳng lại đâm bậy đối cho lại effect
effect ហើយយើង select ហើយមុន select យើងដកអានេះចេញមួយតោះមកយើង select អានេះហើយអានេះហ៎វីដេអូចឹងចូលដកថៃអាហ្នឹងចេញយើងដូរតេស្តតាមហ្នឹងណាស្រឡាញ់មួយណាដាក់មួយហ្នឹងទៅហ្នឹងហើយចឹងចូល setting ទៀតចឹងយើងដាក់អស់ហើយហ្នឹងហើយចឹង lock screen ចឹងទៅលើ lock screen គឺវាខ្វះ style ម៉ោងចឹងម៉ោងនោះយើងអាចសេរីបានយើងចូលឡើង designer យើងចុចដើម្បី download បានយកទី3ចឹងវាមានច្រើនចឹងចង់មកយកមួយណាក៏បានដែរចឹងខ្ញុំចុចយកទី1ហើយមើលអាណាតំណង down អ្នកនរគ្នាស្រឡាញ់មួយណា down មួយហ្នឹងណាខ្ញុំមើលម៉ោងហ្នឹងអានេះម៉ោងគេថាគេរូបតំណាងឯងយើងស្រឡាញ់មួយណា down យកមួយហ្នឹងមកចឹងដាក់អាណាទេដាក់នេះមកចឹងអានេះមកគេ download ចឹងមកចុច OK ហើយចុចថយចាក់ហើយឧទាហរណ៍បើយើងចង់សេរីយើងចុចកន្លែងទី2នេះអានេះយើងចង់សេរីប៉ះពីលើមកនេះម៉ោងហ្នឹងយើងចង់អូសដាក់តាណាក៏បានហើយចុច save theme មករួចហើយតែយើងអត់សេរីទេយើងចុចដើម្បីបើកវាបានយើងចុចកន្លែងនេះមកប៉ះពីលើអូខេហើយចុចថយចុចបើកហើយចុចកន្លែងនេះខេម៉ោងឡើងណាហ្នឹងហើយអស់ហើយមានតែប៉ុណ្ណឹងចឹងការតម្លានេះអត់ឡងណាចូលកម្មវិធីអត់ឡងទេមិនថា TikTok កម្មវិធីផ្សេងគឺវាអត់ឡង load ចេញក្រៅទេប្រើបានធម្មតា